គ្នាថ្ងៃនេះខ្ញុំប្រាក់នៅព្រមមែនតើគឺយើងគ្រាន់តែចូលទៅយើងចុចឡើងនឹងមកយើងធ្វើការវាចេញមកដែរឬក៏យើងអូសចុះមកកាត់យើងខ្មែរយើងអាចរើសតាមធនាគារនេះទៅនឹងការដាក់ប្រាក់ពីធនាគារណាត្រូវដកទៅធនាគារនឹងវិញដកលុយបានអញ្ចឹងចាប់ពី20នៅក្នុងនេះដោយសារហាង change currency ប៉ុន្តែ fix របស់វា25ក្នុងករណីនេះដោយសារលុយឡើងអញ្ចឹងយើងដក20ហើយបន្តមកបំពេញលេខ account យើងតែម្ដងកុំដាក់លេខ account របស់គេកាលណាខុសឈ្មោះរបស់យើងដែលយើងបានដាក់ប្រាក់មកជាមួយនឹង website កាលពីយើងដាក់ប្រាក់លេខលើកមុនអញ្ចឹងក្នុងករណីរបស់ខ្ញុំគឺខ្ញុំដាក់លេខ account នេះហើយបំពេញឈ្មោះហើយកន្លែងនេះយើងមិនបាច់ដាក់ទេព្រោះអត់តម្រូវឲ្យយើងបំពេញទេក៏ប៉ុន្តែកន្លែងត្រូវដាក់ swift code ប៉ុន្តែយើងមិនចាំបាច់ក៏បានព្រោះយើងហេអញ្ចឹងពេលបំពេញចប់ព័ត៌មានទាំង4ខាងលើហើយយើងចុច confirm ដើម្បីបញ្ជាក់ការដកប្រាក់របស់យើងណាអូខេប៉ុន្តែដោយសារ account របស់ខ្ញុំអត់មានទឹកប្រាក់គ្រប់គ្រាន់ក្នុងការដកអញ្ចឹងយើងដកអត់បានទេលក្ខខណ្ឌតែប៉ុណ្្នឹងមកថា withdrawal request របស់យើងកន្លែងហ្នឹងវានឹងប្រាប់ថា status វាយ៉ាងម៉េចណា amount ប្រមាណ status វាមិនណាអញ្ចឹងកន្លែងហ្នឹងបើយើងចង់ដឹងថាវា update ដល់ប៉ុណ្ណាអូគ្មានតែប៉ុណ្្នឹងទេ